សូមគោរពជម្រាបសួរបាទសូមជួលមេរៀនដ៏ល្អមួយដាក់អត្ថបទទៅក្នុងតារាងបាទនិងប្រើថេបនៅក្នុងតារាងបាទដូច្នេះបងប្អូនមកធ្វើតាមខ្ញុំនេះតាមពិតវាត្រូវដាក់កលឹម3នេះកលឹមទី1លេខរៀងកលឹមទី2ឈ្មោះបុគ្គលិកកលឹមទី3ភេទកលឹមទី4តួនាទីបាទដូច្នេះបងប្អូនselectតាមខ្ញុំមកលេខវាហើយបងប្អូនប្រើ keyboard បាទចុច Alt បូកមួយអក្សរ N បូកអក្សរ T បូកអក្សរ I បាទយើងនឹងបានតារាងមកហើយប៉ុន្តែបើយើងចង់រួមរិចអីយើងបងប្អូនតតែទាញវាចេះបងប្អូនអញ្ចឹងយើងប្រាប់តិចលេខដល់កម្រមួយបងប្អូនមិនបាច់ទាញអញ្ចឹងទេងំយូរបងប្អូនធ្វើតាមខ្ញុំចុចលើព្រួយក្បាលព្រួយទៅមកនេះញ៉ាលេខបូកនេះបាទហើយចុចមកស្ដាំលើព្រួយញ៉ាលេខបូកដដែលលើក្បាលព្រួយញ៉ាលេខបូកដដែលហើយមកពាក្យថា autofix to content បាទចុចនឹងមួយមកយើងនឹងបានត្រូវຂະຫນាតដែលយើងចង់បានហើយអញ្ចឹងបងប្អូនអត្ថបទចំណងជើងនៅចំកណ្ដាលតារាងនៅគៀនស្ដាមនេះអញ្ចឹងបងប្អូនយកចង់បានតារាងនឹងចង់មកកណ្ដាលទៀតបងប្អូនចុចមកស្ដាមលើកលមួយណាឬរោមួយណាក៏បានហើយបងប្អូនរើសពាក្យថា table property បាទរួចហើយយើងរើស center នេះបាទហើយអូខេបាទយើងនឹងបានតារាងហើយបន្តមកទៀតយើងប្រើ tab ក្នុងតារាងបងប្អូននេះដោយសារនេះដក clear អញ្ចឹងឈ្មោះវាអត់ស្មើគ្នាស្អាតយើងពិបាកអានដូច្នេះដើម្បីឲ្យចុចឈ្មោះផ្សេងតកូលផ្សេងបាទតកូលផ្សេងឈ្មោះផ្សេងបាទនេះដូចសុកដាដូច្នេះខ្ញុំចង់ឲ្យប្រើ tab ក្នុងតារាងបានបងប្អូនធ្វើតាមខ្ញុំកលឹមមួយនេះគឺចង់ឲ្យប្រើ tab ទាំងអស់ហ្នឹងយើង select វាមកហើយយើងក្រាត់វាមួយមកយើងដាក់ត្រឹមលេខ1យើងឯងបងប្អូនរួចហើយបងប្អូនប្រើ tab មកបាទអញ្ចឹងមុនប្រើ tab បានយើងចុច control ឲ្យជាប់បូកជាមួយនឹងអក្សរបូកនឹង tab បាទតាមក្រោមមកទៀតយើងចុច control tab ទៀតបងប្អូននេះ control tab ទាំងអស់control tab រហូតមកបងប្អូននឹងទើបបានប្រើ tab ក្នុងតារាងបានបងប្អូនបើបងប្អូនប្រើគាត់ចុច control ឲ្យជាប់ទេបងប្អូនវាយ tab បាត់បានទេប្រើ tab បាត់កើតទេបងប្អូននេះគឺ technique ដ៏កម្រមួយបងប្អូនអាចធ្វើតាមខ្ញុំបានហើយអត្ថបទបងប្អូនមានចេញចូលដើមបន្ទាប់មានសណ្ដាប់ធ្នាប់ល្អបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំទៅហើយរៀនអនុវត្តទៅបងប្អូននឹងចេះហើយដូច្នេះបងប្អូនបានឈ្មោះតាមជួរដែលយើងចង់បានហើយបងប្អូននេះតកូលផ្សេងឈ្មោះផ្សេងបាទដូច្នេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំមានតិចល្អច្រើនតទៀតចាំខ្ញុំទៅផុសឲ្យតាម YouTube បងប្អូនអាចជួយ like ជួយ share ផងបងប្អូនសូមអរគុណសូមគោរពលាបាទ